ថ្ងៃនេះគឺជាថ្ងៃទីប្រមាណទី2ខែប្រមាណឆ្នាំប្រមាណថ្ងៃទី2ខែមីនាឆ្នាំ2025ទីនេះនៅឯណាទីក្រុងសេអ៊ូលប្រទេសណាកូរ៉េខាងត្បូងឥឡូវអំបញ្ញមិញនេះយើងបានព័ត៌មានជាផ្លូវការពីប៉ូលីសនៃកូរ៉េខាងត្បូងដែលការពារយើងចំនួនបាតុករនៅថ្ងៃនេះមានរហូតដល់ 3,000 នាក់យើងចង់ចៃមែនតើនេះពិតជា 3,000 នាក់ដែលជាបេះដូងយុវជនកូរ៉េខ្មែរស្ថិតនៅក្នុងសមាជយុវជនកូរ៉េខ្មែរនៅសេអ៊ូលកូរ៉េខាងត្បូងថ្ងៃនេះបាតុករខ្មែរនៅកូរ៉េដងហើយខ្លួនก็ខ្មែរខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបព្រោះហេតុអីឃើញបងប្អូនទាំងអស់គ្នាមកចូលរួមច្រើនមែនតើកម្លាំងបងប្អូនទាំងអស់គ្នាគឺយើងជួយស្ដារប្រទេសជាតិរបស់យើងទាំងអស់គ្នាបងប្អូន